សំណាងបណ្ដាលឲ្យបាទបាត់ចម្រៀងអំបញ្ញមិញមានចំណងជើងថាប្រុសនេះក៏សោះបាទហើយក៏ខំតលេបខាយហើយសួរថាហេតុអីក៏ប្រុសបងនៅស្ងៀមអញ្ចឹងបាទអញ្ចឹងនិយាយយ៉ាងណាក៏នៅស្ងៀមគិតតែពីអញ្ចឹងទៅជានារីគាត់ជាអ្នកលេបខាយទៅវិញធ្លាប់តែបាត់ចម្រៀងកានាងនីកូសោះក៏យើងមានដែរមិនអញ្ចឹងបាទប៉ុន្តែឥឡូវស្រាប់តែមានប្រុសនីកូសោះចានៅក្នុងរាត្រីនេះកម្មវិធីរបស់យើងក៏នៅមានបទចម្រៀងបទទីដើម្បីបន្តនៅក្នុងបរិយាកាសនេះចាដូច្នេះសូមលោកអ្នករីករាយស្ដាប់និងទស្សនាកម្សាន្តដូចតទៅគឺជាវាសនានៃបងបានជារៀមផ្សងចងក្តីស្នេហាណាស់ថ្លៃសូមអូនមេត្តារក្សាឲ្យនៅមានន័យលួងត្រាយើងខ្សែជីវិតបងរូបអូននឹងហើយគឺព្រំលិខិតចាមកខំស្វែងរកទៅមកជួបគ្នាគូផងស្នេហាលាដៃចាប់យើងទាំងពីរតួអង្គឲ្យត្រឹមត្រូវក្នុងចំណុចគូព្រេងអង្គអើវាសនាខ្ញុំមកធ្វើមិនឡើយឲ្យនាងជឿសុំស្រីមានរូបរកមេគឺជាគូព្រេងពិតឥតសង្ស័យរូបអូននឹងហើយឆ្លើយត្រូវត្រង់ក្បួនអរាពីថាអូនពិតណែបនឹកនឹងបងនោះហើយទទួលបងទៅមិនខំទេពើមានថ្លៃកុំកែសង្ស័យទៀតណាអូនណាអូននឹងហើយឆ្លើយត្រូវត្រង់ក្បួនអរាពីថាអូនពិតណែបនឹកនឹងបងហើយទទួលបងទៅមិនខំទៅទៅមានថ្លៃកុំកែសង្ស័យទៀតណាអូនណាបាត់ចម្រៀងក៏មិនអស់លុយសិននេះកញ្ញាបានទេសនានៃបាត់ទី3តែងតែដានឲ្យបាត់ចម្រៀងឆ្លើយឆ្លងបាត់លេបខាយឬក៏បាត់សង្វេគបាទតាមគេហៅថាពេលវេលាបាទហើយយើងមិនភ្លេចទេគួរថាត្រូវតែមានឆ្លើយឆ្លងមកបាត់ដើម្បីគេថាធ្វើយ៉ាងណាមានបាត់បារះបាត់នារីហើយបាត់ឆ្លើយឆ្លងគ្នាអញ្ចឹងបាទព្រោះថាសេចក្តីស្នេហាក៏ត្រូវមានដៃគូដែរអញ្ចឹងហើយគ្រប់អ្វីទាំងអស់វាត្រូវមានគូទាំងអស់យើងមិនអាចឲ្យកំព្រាឬក៏ឯកោឬក៏បើមានតែឯងគេហៅតោកបាទ
បាទគេថាបទចម្រៀងនេះកម្មវិធីបាទយើងធ្វើយ៉ាងណាដើម្បីប្រោះជូនការកំដរអារម្មណ៍ដល់លោកស្រីនិងកញ្ញាហើយមួយវិញទៀតនោះគឺដើម្បីឲ្យបងប្អូនដែលគាត់ចូលចិត្តទស្សនានៅកម្មវិធីនេះគាត់បានបាទចូលរួមអភិរក្សផងដែរហើយបទចម្រៀងពីច្រើនដែលយើងតែងតែនិយាយទៀតអញ្ចឹងបាទគឺបទចម្រៀងគឺមិនអាចបាទបាត់បង់អំពីបេះដូងរបស់បាទមនុស្សចំនួនក្រោយទេដោយសារអីតាំងពីយើងគិតមើលតាំងពីទសវត្សរ៍ទី60 70បាទរហូតមកដល់បច្ចុប្បន្នក៏បងប្អូនយុវវ័យក៏ចាំបទចម្រៀងនឹងទាំងអស់បាទជាពិសេសមានរំវងរំក្បាច់សារវ័នអីសម័យដើមគឺចាំហើយគឺតែងតែយកមកច្រៀងនៅគ្រប់កម្មវិធីទាំងអស់ជាពិសេសគឺក៏បទណាដែលនារីព្រាត់ប្រាសហ្នឹងវាស៊ីនឹងសាច់រឿងវាត្រូវនឹងបេះដូងរបស់បាទអ្នកដែលមានបញ្ហាខាងផ្នែកផ្លូវនឹងដែរមានទេបាទចាអ្វីដែលយើងខ្ញុំលើកយកមកបកស្រាយនៅពេលនេះក៏មិនមែនមានន័យថាយើងអភិរក្សនៅអ្វីដែលជាស្នាដៃកាលពីជំនាន់មុននោះទេយើងក៏ចូលរួមលើកស្ទួយនៅអ្វីដែលជាស្នាដៃនៅក្នុងពេលបច្ចុប្បន្នដើម្បីឲ្យមានភាពរីកចម្រើនទៅមានន័យថាទាំងអស់នេះគឺយើងនឹងដើរទន្ទឹមគ្នាចាហើយយើងលើកស្ទួយទាំងគ្នាថែរក្សាអភិរក្សហើយក៏យើងអភិវឌ្ឍបន្ថែមទៀតដែរអភិរក្សក្នុងន័យអភិវឌ្ឍបាទអញ្ចឹងយ៉ាងណាមិញសង្ឃឹមនឹងញញឹមជឿជាក់ថាបងប្អូនដែលគាត់មានស្នាដៃនៅក្នុងការនិពន្ធយើងប្រឹងបាទបន្ថែមទៀតមួយវិញទៀតនោះគឺយើងបង្កើតដោយខ្លួនឯងផ្ទាល់ដើម្បីគេហៅថាយើងយកអ្នកនិពន្ធចំនួនមុនជាគំរូចា៎បាទដើម្បីធ្វើយ៉ាងណាឲ្យរយៈពេល20 30ឆ្នាំទៅមុខទៀតនោះគឺយើងនៅតែចាំនៅក្នុងដួងចិត្តរបស់យុវវ័យនៅគេហៅថាចំនួនក្រោយបន្តទៀតមិនអញ្ចឹងណាចាអរគុណច្រើនកម្មវិធីសូមជូនបទចម្រៀងមួយបទទៀតហើយតាមបទចម្រៀងមួយបទនេះយើងខ្ញុំក៏ដល់ពេលវេលាដែលត្រូវឃ្លាតឆ្ងាយពីអារម្មណ៍ទូរទស្សនិកជនហើយមុននឹងឃ្លាតឆ្ងាយក៏សូមគោរពអរគុណចំពោះការយកចិត្តទុកដាក់តាមដានទស្សនារបស់អស់លោកអ្នកតាំងពីដើមរហូតមកដល់ពេលនេះចាសូមទូរទស្សនិកជនទាំងអស់ប្រកបតែសេចក្តីសុខសុភមង្គលសំណាងល្អហើយសូមធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងសូមចងចាំទាំងអស់គ្នាថាថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍បាទពេលនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណនិងសូមគោរពលាបី
ងចំរៀងមួយមើលណាឡៃចំរៀងច្រៀងថ្មីនឹងក្រោយបងអងឆ្លងវេហារួចផ្ដើមចិនដាក្រមលុបដំត្រីទឹកជ្រោះជ្រែកបោកផ្ទៃចលសាមិនឆានែបណាត់ទឹកដូចអមរិតផ្កាព្រៃក្រអូបទឹកចប់មីសាតែស្រមៃយ៉ាតែស្រមៃមិនពេញងាប់សំណាងបណ្ដាលឲ្យមកជួបភរិយាទូរទស្សន៍អាស៊ីអាគ្នេយ៍អប់រំមុខពធព័ត៌មាន